សួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយចែកម្លែកប្រិយមិត្តបានស្ដាប់ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងមួយដែលដំណើររឿងហ្នឹងគឺអ៊ំស្រីម្នាក់គាត់ស្រឡាញ់ប្រុសក្មេងបាទគាត់អាយុ40ជាងហើយនឹងប្រុសក្មេងហ្នឹងអាយុ20ឆ្នាំបាទបើយើងគិតប្រៀបធៀបទៅដូចនឹងម៉ែនឹងកូនណាហ្នឹងហើយអ៊ំស្រីហ្នឹងគាត់ឈ្មោះវ៉ាន់បាទគាត់នៅខាងព្រៃវែងនោះគាត់បានចែកម្លែករឿងនោះមកខ្ញុំគាត់បាននិយាយថាការគាត់នៅក្មេងគាត់ស្រឡាញ់ទឹកប្រុសមិនក្មេងទេគាត់ស្រឡាញ់ទេចាស់ការគាត់មានប្តីចាស់ហ្នឹងណាព្រោះសារគាត់មានម៉ាយអញ្ចឹងបងប្អូនអញ្ចឹងគាត់បានលេងប្តីចាស់គាត់នឹងចោលគាត់ក៏នៅពោះម៉ាយនៅមេម៉ាយរយៈពេល2-3ឆ្នាំគាត់ជូរមាត់ចឹងណាហ្នឹងហើយបងប្អូនហើយរួចមកគាត់បានស្គាល់ប្រុសក្មេងម្នាក់ដែលទៅអាយុតែ20ទេគាត់ឈ្មោះវុតបាទអ្នកអ៊ំវ៉ាន់គាត់បានស្រឡាញ់ប្រុសក្មេងដែលមានឈ្មោះវុតការដើមបាយហ្នឹងគឺគាត់ស្គាល់គ្នាគឺដោយសារគាត់ទៅហូបអីនៅភ្នំជីស៊ូយើងនៅខេត្តតាកែវនេះគាត់ស្គាល់គ្នានេះកន្លែងហ្នឹងណាដោយសារប្រុសវុតហ្នឹងគឺគាត់ក្មេងគាត់ដើរហើរច្រើនអញ្ចឹងគាត់ស្គាល់កន្លែងណាកន្លែងណីគឺគាត់បានឃ្លានធ្វើការនៅម្ដុំខេត្តតាកែវយើងណានៅខាងម្ដុំភ្នំជីស៊ូយើងហ្នឹងហើយក៏បានជួបអ៊ំវ៉ាន់ហ្នឹងគឺគាត់ដើរលេងទេសចរអីចឹងណានៅម្ដុំភ្នំជីស៊ូហ្នឹងតោះមកក៏បានស្គាល់ក៏បានឆ្លាញ់រាប់អានគ្នាដូចជាកូនជាម៉ែអញ្ចឹងទៅដល់ពេលអញ្ចឹងទៅអ៊ំបានហ្នឹងក៏គាត់បានឆ្លាញ់ប្រុសក្មេងដែលឈ្មោះវុតហ្នឹងយូរទៅបើជាមិនមែនជាកូនធွာម៉ែធွာគឺទៅជាឆ្លាញ់យកជាអនាគតអីចឹងណាហើយគាត់បាននិយាយថាឆ្លាញ់គ្នាដំបូងគឺស្មោះស្ម័គ្រប្រូប្រាច់អញ្ចឹងទៅរហូតដល់ថ្ងៃប្រហែលជាថ្ងៃមួយបានបែកធ្លាយរឿងគាត់ហ្នឹងគឺឆ្លាញ់ប្រុសក្មេងហ្នឹងណាហើយស្គាល់ប្រុសក្មេងហ្នឹងណាអ្នកដែលស្គាល់ប្រុសក្មេងឈ្មោះប្រុសវ៉ាន់ហ្នឹងបានបញ្ជាក់អ៊ំវ៉ាន់ហ្នឹងថាគុំឆ្លាញ់ក្មេងអីពួកក្មេងគ្នាដើរលេងច្រើនគ្នាមិនដូចយើងមនុស្សចាស់គិតរឿងអនាគតអីនោះទេអ៊ំវ៉ាន់ហ្នឹងក៏គាត់បានថាមិនអីទេសំខាន់ឲ្យតែស្គាល់ចិត្តគ្នាអីចឹងណានឹងប្រិយមិត្តស្ដាប់ទាំងអស់គ្នាយកចិត្តទុកដាក់បន្ទាប់មកក៏អ៊ំវ៉ាន់ហ្នឹងក៏បាននិយាយចឹងហើយក៏អ្នកដែលមកប្រាប់គាត់ហ្នឹងក៏គាត់មិនថាអីដែរប៉ុន្តែឲ្យដឹងខ្លួនឯងថាអ្វីទៅយើងចាស់ហើយនឹងអ្វីទៅនឹងគេក្មេងហើយសម្រាប់ប្អូនវុតហ្នឹងក៏គាត់បានបញ្ជាក់ដែរគាត់បានបញ្ជាក់ណាគាត់ថាគាត់នឹងស្រឡាញ់អ៊ំវ៉ាន់ហ្នឹងខ្លាំងណាស់គាត់ទៅយូរស្គាល់គ្នារហូតតាំងពីម៉ែធွာកូនធွာរហូតដល់ស្រឡាញ់បើនិយាយទៅបងប្អូន40ជាងហើយនឹង20បងប្អូនគាត់ទៅដូចជាម៉ែនឹងកូនណាបងប្អូនណាអញ្ចឹងឥឡូវយើងគិតខ្លួនឯងទៅថាអ្វីទៅជាអ្វីអ៊ំវ៉ាន់ហ្នឹងក៏គាត់បានស្រឡាញ់លងជាមួយនឹងប្រុសក្មេងហ្នឹងរហូតជួបគ្នាបាន2-3 ដងណាខ្ញុំនិយាយដល់ចំណុចហ្នឹងឲ្យបងប្អូនឆាប់យល់ដោយសារគាត់ស្រឡាញ់ក្មេងពេកបានគាត់ជួបជាមួយក្មេងហើយអូនវុតហ្នឹងក៏បាននិយាយទៅប្រាប់ខាងអ៊ំវ៉ាន់ហ្នឹងថាកុំភ័យបើបងស្រឡាញ់អូនហើយបងស្រឡាញ់អស់ជីវិតអីចឹងណាហើយអ៊ំវ៉ាន់ហ្នឹងក៏គាត់បានជឿជាក់លើប្អូនប្រុសដែលឈ្មោះវុតហ្នឹងបងប្អូនហើយមិនទាន់បានប្រមាណផងក៏ស្រឡាញ់គ្នា4-5ឆ្នាំដែរក៏ប៉ុន្តែបានជួបតែ2-3 ដងទេដោយសារអូនវុតហ្នឹងគឺគាត់ក្មេងគាត់មិនសូវគិតដូចជាមនុស្សចាស់ដូចអ៊ំវ៉ាន់ហ្នឹងទេចឹងគ
គាត់ដើរលេងច្រើនក៏មានសង្សារក៏ដើរផឹកដើរស៊ីដើរនេះដើរនេះចឹងទៅធ្វើឲ្យអ៊ំវ៉ាន់ហ្នឹងគាត់ពិបាកចិត្តគឺដោយសារខ្លួនគាត់ចាស់អញ្ចឹងទៅគាត់ក៏សម្រេចចិត្តថានឹងបែកបាក់ជាមួយនឹងប្អូនវុតហ្នឹងតែប្អូនវុតហ្នឹងក៏មិនព្រមទេបងប្អូនហេតុអីបានប្អូនវុតហ្នឹងក៏មិនព្រមដោយសារអ៊ំវ៉ាន់ហ្នឹងគាត់ដឹងខ្លួនគាត់ឯងចាស់ពីដើមឡើយមកគាត់ឲ្យលុយឲ្យកាក់គឺទឹកប្អូនវុតហ្នឹងច្រើនណាស់បងប្អូនគាត់ទៅយើងខ្លួនយើងចាស់ហើយទី1គេក្មេងអញ្ចឹងគេមិនអាចយើងរស់នៅជាមួយយើងបានទេអញ្ចឹងគេទៅរកក្មេងដូចគេហើយអ៊ំវ៉ាន់ហ្នឹងក៏បាននិយាយប្រាប់ខ្ញុំបន្តគាត់ថាគាត់មិនចង់ធ្វើអញ្ចឹងទេតែដល់ពេលជ្រើស្រឡាញ់យូរទៅក៏មានចិត្តទៅក៏មានអ្វីអីជាប់ខ្លួនក៏មិនឲ្យប្អូនពុតនឹងដែរដោយសារយើងស្រឡាញ់គ្នាអីចឹងណាហ្នឹងហើយហូបអូនវុតនឹងគេមិនព្រមបែកពីអ៊ំវ៉ាន់នឹងទេគេចង់ឲ្យអ៊ំវ៉ាន់នឹងមកចិញ្ចឹមគេទៀតចឹងណាហើយអ៊ំវ៉ាន់ក៏គាត់មិនព្រមដែរដោយសារគាត់ថាគាត់ចាស់គាត់មិនអាចនៅចិញ្ចឹមប្អូនវុតនឹងបានតទៅមុខទៀតទេហើយណាមួយប្អូនវុតនឹងក៏គាត់មិនស្មោះជាមួយនឹងអ៊ំវ៉ាន់នឹងដែរអ៊ំវ៉ាន់ក៏គិតចាស់គាត់ឡើងគាត់ថាគាត់ដើរចេញជាមួយប្អូនវុតនឹងឲ្យផុតកុំឲ្យជួបគ្នាអីទៀតចឹងណាហ្នឹងហើយប្អូនវុតនឹងគាត់ក៏បានសម្រេចចិត្តមកក៏បានប្រាប់ទៅអ៊ំវ៉ាន់នឹងថាអូខេបើសិនជាអូនបែកពីបងអូនទិញម៉ូតូឲ្យបងជិះមួយមកអញ្ចឹងបងអាចបែកពីអូនបានណាហ្នឹងហើយអ៊ំវ៉ាន់នឹងក៏យល់ព្រមណាអ៊ំវ៉ាន់នឹងក៏យល់ព្រមជាមួយប្អូនវុតនឹងបន្ទាប់មកក៏បានទិញម៉ូតូមួយសម្រាប់ឲ្យប្អូនវុតនឹងសម្រាប់ការយើងខកសន្យាគ្នាថាបែកគ្នានោះណាហើយក៏បន្តមកទិញបានហើយក៏ប្អូនវុតនឹងគាត់យល់ព្រមថានឹងបែកចេញពីអ៊ំវ៉ាន់ហ្នឹងហើយក៏អ៊ំវ៉ាន់នឹងក៏សល់គាត់ស្នើហើយប្អូនវុតនឹងសូមឈប់តាក់ទងជាមួយនឹងគាត់ទៀតដោយសារគាត់អស់ចិត្តអស់ស្រឡាញ់ជាមួយមនុស្សប្រុសក្មេងហើយអញ្ចឹងរឿងនេះមិនគិតសោកទេបងប្អូនហើយអញ្ចឹងបើយើងគិតទៅថាបើយើងខ្លួនយើងចាស់យើងគុំបាច់ទៅស្រឡាញ់ក្មេងអីព្រោះក្មេងគេស្រឡាញ់តែក្មេងមួយគេទេគេមិនស្រឡាញ់ទេមនុស្សយើងមួយចាស់នោះអញ្ចឹងខ្ញុំចង់បញ្ជាក់ដល់បងប្អូនដែលប្រិយមិត្តដែលអ្នកស្ដាប់ណាបើយើងស្រឡាញ់អីយើងស្រឡាញ់កុំឲ្យហ៊ូវៃពេកគេថាយើង20គេ18ឬក៏យើង30គេ20 27ទៅអញ្ចឹងយើងអាចយកគ្នាបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងរឿងនេះបងប្អូនណាខ្ញុំសូមបញ្ចប់កន្លែងនេះដោយសារអ៊ំវ៉ាន់គាត់បានចែករំលែកខ្ញុំតែប៉ុណ្្នឹងឯងហើយក៏គាត់ផ្ដាំទៅបងប្អូនយើងអស់គ្នាដែលស្រឡាញ់មុននឹងស្រឡាញ់អ្នកណាម្នាក់យើងត្រូវមើលទៅខ្លួនឯងកុំឲ្យចាញ់បោកដូចគាត់អញ្ចឹងរឿងនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងខ្ញុំសូមអរគុណដល់ប្រិយមិត្តដែលបានចូលស្ដាប់នឹង Channel YouTube ខ្ញុំអរគុណច្រើន